Group ជំនាញសួរអ្នកទាំងអស់គ្នាថ្ងៃហ្នឹងយើងវិលត្រឡប់មកវិញជាមួយនឹង Channel Victor កម្ពុជាទៀតហើយឥឡូវយើងលើកយកលំហាត់ Victor មួយយកមកដោះស្រាយបាទហើយមុនចូលវីដេអូកុំភ្លេចជួយចុច Subscribe like ខ្ញុំម្នាក់មួយផងដែលលំហាត់គេឲ្យបន្ទាត់ដែលមានសម័យកាលបាទ x បន្ទាត់ l ដែលមានសម័យកាល x ដក5លើដក2ចឹងទៅស្មើ y បូក4លើ3ស្មើ z បូក5លើ4ហើយនឹងប្លង់ p បាទដែលមានសម័យកាល x ដក 2y បូក4 z ដក9ស្មើ0ហើយសំណួរគេចង់សួរ coordinate ដែលជាចំណុចប្រសព a រវាងបន្ទាត់ l ហើយនឹងប្លង់ p ឥឡូវយើងមកមើលរូប2D បាទនេះបន្ទាត់ l ដែលវាកាត់ប្លង់ p បាទត្រង់ចំណុច a ដែល a នឹងជាប្រសពនៃពីរហ្នឹងអញ្ចឹងឥឡូវយើងចូលទៅដល់ដំណោះស្រាយទាំងអស់គ្នាអញ្ចឹងយើងដំបូងយើងតាំង coordinate វាសិន a យើងតាំង coordinate a អញ្ចឹងលើ x a y a z a អញ្ចឹងហើយដោយលើរូបនេះយើងដឹងថា a ហ្នឹងវាជារបស់ l ផងជារបស់ p ផងអញ្ចឹងក៏យើងបានអាចនិយាយបានថា a ជារបស់ l ហើយបន្ទាត់ l កន្លែង x y z ហ្នឹងយើងដូរមកជា x a y a z a បាទហើយក៏គោលបំណងយើងមួយទៀតយើងចង់បំលែងវាទៅជាបន្ទាត់ប៉ារ៉ាម៉ែត្រអញ្ចឹងយើងត្រូវតាំងអាញាត់មួយទៀតតេបាទអញ្ចឹងយើងឲ្យម្ដុំនៃប៉ុណ្ណឹងស្មើតេហើយតេជារបស់ a អញ្ចឹងទៅបន្ទាប់មកយើងទាញរកx a y a z a អញ្ចឹងទៅ x a នេះបាទអញ្ចឹងយើងបោះដក2ទៅតេទៅវាបានដក2តេហើយអានេះដក5អញ្ចឹងទៅយើងបោះទៅវាទៅជាបូក5បាទហើយយើងធ្វើតាមលំនាំហ្នឹងទៅយើងទទួលបានបន្ទាត់ប៉ារ៉ាម៉ែត្រនេះយើងតាំងវាដោយសម័យកាលមួយហើយយើងដឹងមួយទៀតថាវា a ហ្នឹងជារបស់ប្លង់ p អញ្ចឹងកន្លែងនេះដូចគ្នាយើងចំនួន x y z ដោយ x a y a z a អញ្ចឹងទៅហើយយើងតាំងវាដោយ2គោលបំណងយើងធ្វើប៉ុណ្ណឹងយើងចង់បានអីបាទអញ្ចឹងយើងទៅមុខទៀតយើងដឹងថាយើងចង់បានអីដែរអញ្ចឹងយើងគោលបំណងយើងចង់យកសម័យកាលមួយចំនួនចូល2អញ្ចឹងមិននេះយើងបាន x a y a z a កន្លែងប្លង់នេះក៏យើងមាន x a y a z a ដូចគ្នាអញ្ចឹងយើងចំនួននៃម្ដុំប៉ុណ្ណឹងចូលទៅក្នុងសម័យកាល2នេះយើងទទួលបានសម័យកាលប៉ុណ្នេះស្មើ0ហើយយើងក៏ដោះរើកបូកដកវាទៅយើងដោះរើកតម្លៃតេបាទអាតម្លៃតេហ្នឹងយើងចំនួនចូលសម័យកាលទី1ព្រោះសម័យកាលទី1វាមានជាប់តេស្រួលជាងសម័យកាលទី2យើងដោះវាមកដល់នេះអញ្ចឹងយើងចំនួនតេចូលសម័យកាលទី1ហ្នឹងយើងបូកដកវាទៅឃើញ x a ស្មើ1 y a ស្មើ2 z a ស្មើ3ហើយយើងទទួលបានប៉ុណ្ណឹងយើងក៏ចំនួនចូលដែលយើងតាំង a មាន coordinate x a y a z a អញ្ចឹងយើងទទួលបាន a មាន coordinate 1 2 3អញ្ចឹងទៅហើយលំហាត់យើងដូចជាអស់ប៉ុណ្្នឹងហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយជំរាបលាអ្នកនរគ្នាបាយបាយ